ប្រមុខមហាផ្ទៃនិងសន្តិសុខកម្ពុជាឡើយបន្តបដិញ្ញារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សនិងគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែនអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអាយុដំនាយឧត្តមសេនីយ៍វិល័យឡាខំហ្វងឧបនាយករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវបានអះអាងជាថ្មីអំពីការបន្តបដិញ្ញាចិត្តរួមគ្នាសាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្សនិងការជួញដូរគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីថែរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាជននៃប្រទេសទាំងពីរការអះអាងជាថ្មីនៅឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនាជំនួបសម្ដែងការគួរសមនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃប្រហ័សទី15ខែឧសភាឆ្នាំ2025ក្នុងឱកាសអាយុដំនាយឧត្តមសេនីយ៍វិល័យឡាខំហ្វងឧបនាយករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវដឹកនាំសហការីអញ្ជើញមកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី80នៃកំណើតនគរបាលជាតិកម្ពុជាដែលនឹងរៀបចំឡើងនៅថ្ងៃទី16ខែឧសភាឆ្នាំ2025នេះក្នុងជំនួបនោះដែរអាយុដំនាយឧត្តមសេនីយ៍វិល័យឡាខំហ្វងក៏បានសម្ដែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី80នៃការបង្កើតកងកម្លាំងនគរបាលជាតិភាគីទាំងពីរសង្ឃឹមយ៉ាងមុតមមថាតាមរយៈទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀតដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ